Hello សួស្តីអ្នកទាំងអស់គ្នានេះជារឿងជីវិតពិតរវាងខ្ញុំនិងម៉ាម៉ារបស់ខ្ញុំគាត់តែងតែថាខ្ញុំនេះខ្ជិលអត់ធ្វើអីគាត់ថាគាត់អត់យកចិត្តខ្ញុំក៏អត់យកចិត្តគាត់ឥឡូវចង់ខ្វល់ដាក់បាត់My mama គាត់ say that I'm lazy crazy អស្ចារ្យអត់ធ្វើ homework អត់ខំធ្វើការរឿងប្រាជ្ញាគ្រូវាឲ្យ0 My mama គាត់ say that I'm lazy crazy អស្ចារ្យអត់ធ្វើ homework អត់ខំធ្វើការរឿងប្រាជ្ញាគ្រូវាឲ្យ0 Mama ខ្ញុំគាត់ល្អរាល់ថ្ងៃគាត់ថាខ្ញុំខ្ជិលអត់កំណត់កែច្នៃអ្នកមានមិនចង់ចូលចិត្តអ្នកក្រក្រៃអនាគតយ៉ាងម៉េចជាអាកូនចង់រៃគាត់និយាយព្រាមដាក់ម្ដាយហែមកជើងឈប់មកស៊ីបាយផ្ទះយើងឈប់មើលទូអត់ទោះព្រោះវាអស់ភ្លើងអាចឆ្លើងខ្ញុំលឺព្រាមខ្ញុំទ្រាំមិនបានខ្ញុំរត់ទៅចកានខ្ញុំទាញបាយកោដាក់បាច់ច្រកខ្ញុំអស់ម៉ែឆ្អែតពោះហេតុពេកពោះម៉ែគាត់លអ៊ូពីមុនតស៊ូតែឥឡូវទៅមុខជូចង់រីកចម្រើនខ្ញុំថាតទៅយូរចេះតែគិតតែមិនដែលចេះគូពីមុនផ្អែមតែឥឡូវវាជូ My mama គាត់ say that I'm lazy crazy អស្ចារ្យអត់ធ្វើ homework អត់ខំធ្វើការរឿងប្រាជ្ញាគ្រូវាឲ្យ0 My mama គាត់ say that I'm lazy crazy អស្ចារ្យអត់ធ្វើ homework អត់ខំធ្វើការរឿងប្រាជ្ញាគ្រូវាឲ្យ0ប្រតិមិនតាន់ឆ្អែតតមកល្អដាក់ទៅជាគាត់ថាមកណាបានងើបខ្ជិលម៉ែក្មេងនេះបងម៉ានបានទៅរៀនដេកមកដេកដល់ថ្ងៃរះតែសំបីមិនដែរជីជំទឹកជំតងដល់ថ្ងៃចាំងទូចខ្លួនឡើងស្អុយព្រោះតែខ្ជិលងូតវាមិនពូកែតែជំនាញខាងខ្ជិលមាត់វាឲ្យល្អិលវាតឲ្យបបាច់មើលមុខវាម្ដងចង់ធាក់វាឲ្យបដាច់ចំណោមគុណទាំងអស់ស្អប់វាដូចអាចខ្នាតម្ដងចង់មកវាដៃសាច់ស្រឡាញ់វាពេកចង់ជីកទៅក្នុងខ្សាច់តាមទៅពីតូចវាខូចតាសាកិច្ចការមិនដែលប្រាប់ដល់ពេលវាធំខ្ញុំទាំងចិត្តស្ទើរស្លាប់ផឹកស៊ីឆាឡោគេទីតាំងតោដេកកាប់មានកូនមួយនឹងកំពុះមហាសែនចា My mama គាត់ say that I'm lazy crazy អស្ចារ្យអត់ធ្វើ homework អត់ខំធ្វើការរឿងប្រាជ្ញាគ្រូវាឲ្យ0 My mama គាត់ say that I'm lazy crazy អស្ចារ្យអត់ធ្វើ homework អត់ខំធ្វើការរឿងប្រាជ្ញាគ្រូវាឲ្យ0ទីកបោកលើទឹកដូចថាឲ្យថ្មីមិនបាច់ទៅខ្វល់ទេមិនចេះគាត់ស្ដីមិនថាយានេះអាយុវាច្រើនមើលតែក្មេងមិនដឹងស្ដីខ្លួនតែយើងមិនទៅមិនទៅរត់ទៅទៀតមកតអត់ថ្ងៃនេះអាចចង្រៃនិយាយឬមិនដឹងវាអត់ស៊ីបាយតែខ្ញុំមិនទៅទៅណាខ្ញុំក៏មិនស្ដីមកសួរខ្ញុំទៀតតែអាចចង់ទៅណាគាត់ទីក្មេងបានខ្សែឬអាចទៅចង្រៃហើយមើលតែខ្លួនឯងបលាក់បឡងក៏ទីក្មេងលេងដីមកតោហើយវាលយតែឥឡូវវាទៅសម័យទៅតែខ្លួនឯងបលាក់បឡងស្ទើរតែដីតែទៅងូតទៅប៉ុន្តែតើវាទាស់ចុះវាថៃមិនមិនតែគឺកូនណាក់សិនក៏ជាហេតុទេវ៉ៃជីអាក៏បី My mama គាត់ say that I'm lazy crazy អស្ចារ្យអត់ធ្វើ homework អត់ខំធ្វើការរឿងប្រាជ្ញាគ្រូវាឲ្យ0